សូមស្វាគមន៍បងប្អូនជាទីស្រឡាញ់មកកាន់ថ្ងៃទី5នៃដំណើរការតមអាហាររបស់យើងក្នុងខែមិនិនាការផ្ដោតអារម្មណ៍នៅថ្ងៃនេះគឺសេចក្តីប៉ងប្រាថ្នានិងការទុកចិត្តទៅលើព្រះអង្គម្ចាស់សូមយើងយកតម្រូវការរបស់យើងថ្វាយព្រះអង្គម្ចាស់ហើយជឿទុកចិត្តថាទ្រង់នឹងស្ដាប់ការអធិដ្ឋានរបស់យើងហើយនឹងឆ្លើយតបពេលយើងអធិដ្ឋានទៅរកទ្រង់ពេលនេះសូមបងប្អូនសម្រុំចិត្តនឹងអធិដ្ឋានជាមួយនឹងខ្ញុំអោព្រះបិតាដែលគង់នៅស្ថានសួគ៌អើយយើងខ្ញុំសូមមកក្រាបថ្វាយនៅចំពោះទ្រង់ដោយដួងចិត្តពោពេញទៅដោយការដឹងគុណចំពោះទ្រង់យើងសូមអរព្រះគុណដល់ទ្រង់ដែលទ្រង់បាននាំយើងឆ្លងកាត់អ្វីគ្រប់យ៉ាងក្នុងជីវិតរបស់យើងមកទល់ពេលនេះយើងខ្ញុំដឹងគុណយ៉ាងជ្រាលជ្រៅចំពោះទ្រង់និងចំពោះប្រវត្តិមានរបស់ទ្រង់និងការណែនាំរបស់ទ្រង់អោព្រះអម្ចាស់អើយថ្ងៃនេះយើងខ្ញុំសូមលើកថ្វាយគ្រប់ទាំងសេចក្តីប៉ងប្រាថ្នានៅក្នុងដួងចិត្តរបស់យើងសេចក្តីត្រូវការនៅក្នុងក្រុមគ្រួសាររបស់យើងនិងបន្ទុករបស់យើងថ្វាយលើទ្រង់ទាំងអស់យើងខ្ញុំសូមថ្វាយគ្រប់កិច្ចការនៅក្នុងព្រះនាមព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទអាមែននៅពេលនេះសូមបងប្អូនចំណាយពេលបន្តិចដើម្បីនឹងសរសេរឬសញ្ជឹងគិតអ្វីដែលជាសេចក្តីប៉ងប្រាថ្នារបស់បងប្អូនចំពោះព្រះអង្គហើយសូមលើកថ្វាយរបស់ទាំងនោះទៅលើព្រះអង្គដោយទុកចិត្តថាទ្រង់នឹងស្ដាប់ឮហើយទ្រង់នឹងឆ្លើយតបសេចក្តីអធិដ្ឋាននិងសេចក្តីអង្វរកររបស់បងប្អូននៅថ្ងៃណាមួយពេលនេះខ្ញុំសូមអានខគម្ពីរតាមសិភៅសញ្ញាចាស់តាមហោរាយេរេមៀគឺសិភៅយេរេមៀជំពូកទី33ខ3ដែលបានកត់ទុកមកថាចូលអំពាវនាវដល់អញនោះអញនឹងឆ្លើយតបហើយនឹងបង្ហាញឲ្យឯងឃើញការយ៉ាងធំហើយមុតមមដែលឯងមិនដឹងព្រះគម្ពីរនេះនៅខនេះបានរំលឹកយើងថាព្រះបានកោះហៅយើងឲ្យយើងទៅអំពាវនាវដល់ទ្រង់ហើយទ្រង់សន្យាថាទ្រង់នឹងឆ្លើយតបសេចក្តីអធិដ្ឋានរបស់យើងសេចក្តីអង្វរកររបស់យើងលោកយេរេមៀគឺជាហោរាមួយនៅក្នុងព្រះគម្ពីរសញ្ញាចាស់បងប្អូនអើយប្រសិនជាអាចធ្វើបានសូមបងប្អូនទន្ទិញខគម្ពីរនេះទុកនៅក្នុងចិត្តបងប្អូនដើម្បីនឹងរំលឹកឲ្យបានចាំថាព្រះទ្រង់តែងតែស្ដាប់ការអធិដ្ឋានរបស់យើងគ្រប់ពេលវេលាដូច្នេះហើយសូមយើងកុំភ្លេចនឹងទៅថ្វាយទ្រង់គ្រប់អស់ទាំងសេចក្តីដែលយើងត្រូវការទ្រង់ជួយមុននឹងយើងបែកគ្នាទៅខ្ញុំសូមអរគុណដល់បងប្អូនដែលបានចំណាយពេលវេលាមកស្ដាប់នៅថ្ងៃនេះហើយជាការលើកទឹកចិត្តសូមបងប្អូនជួយ like share និង comments ដើម្បីឲ្យអ្នកដទៃទៀតបានទទួលព្រះពរដែរសូមបងប្អូនបន្តការស្វែងរកព្រះអង្គម្ចាស់បន្តការជឿជាក់លើព្រះអង្គហើយអ្នកខ្ញុំសង្ឃឹមថានឹងជួបបងប្អូននៅថ្ងៃស្អែកទៀតគឺជាថ្ងៃទី6នៃការតមអាហារក្នុងខែមិនិនាសូមអរគុណនិងសូមព្រះអង្គប្រទានពរ